ចឹងយើងត្រូវយល់អាពី3ហ្នឹងប្រតិគ្នាចឹងមិនចំណេះដឹងជំនាញកំណត់គំនិតការរៀនសូត្រទាំងអស់មិនថារៀនតែ crypto អីទេរៀនអីក៏ដោយវាត្រូវតែមាន3ហ្នឹងយល់ទេអា knowledge មានចេះដឹងអាចេះដឹងវាពាក់ព័ន្ធនឹងខួរក្បាលណាចេះដឹងណាពាក់ព័ន្ធខួរក្បាលដល់ពេលជំនាញវាពាក់ព័ន្ធនឹងអីដៃចេះហើយយើងយកទៅប្រើអត់អូម៉ាថាដូចវិសិទ្ធឯងទៅរៀនមូលខ្ចៅចេះហើយមូលពីណាទៅណាប៉ុន្តែដៃយើងនេះទៅមូលនេះវាថ្នឹកនៅយល់ទេហើយពេលតែប្រើដៃហើយattitude តាក់ទងនឹងហាត់តាក់ទងនឹងបេះដូងហើយពេលតែថ្នឹកហ្នឹងអញញ័រអត់អញញ័រយល់ទេអញញ័រអត់ភ័យព្រួយអត់ទេអាហ្នឹងតាក់ទងបេះដូងអញ្ចឹងហើយបានអា3ហ្នឹងវាស្រេចទៅលើអីហ៎គេ 3A ចុះ heart hand head ណាបេះដូងដៃហើយនឹងក្បាលអញ្ចឹងអា3ហ្នឹងវាត្រូវប្រតិកលាគ្នាប្រតិគ្នាទៅមកបាទហើយភាគច្រើនហ្នឹងមនុស្សភាគច្រើនរាល់ថ្ងៃនៅក្នុងវិស័យ trade ហ្នឹងគាត់រៀនតែចំណេះដឹងទេគាត់រៀនតែចំណេះដឹងហើយគាត់ទៅចុចយកដល់អញ្ចឹងបេះដូងគាត់វាញ័រភ័យព្រួយអញ្ចឹងគាត់អត់បានបន្ស៊ីគេហៅថាធ្វើសមាហរណកម្មនៃអា 3H ហ្នឹងទាំង3ហ្នឹងចូលគ្នាដើម្បីឲ្យទៅជាសាច់តែមួយហ្នឹងដល់ពេលគាត់ទៅគិតត្រូវទៅចុចឲ្យត្រូវហើយមានបេះដូងហ្នឹងមិនភ័យព្រួយតោះណាពិសេសអីតោះអត់តយ៉ាងណាអញ្ចឹងមេរៀនគ្រប់មេរៀនទាំងអស់ចាប់ពីពេលហ្នឹងទៅគឺខ្ញុំ design មេរៀនខ្ញុំបំរើ3ហ្នឹងណាបញ្ជាក់បញ្ចូលទាំងអស់ទាំងចំណេះដឹងឲ្យបងប្អូនប៉ុន្តែអា skill អីបងប្អូនទៅចុចខ្លួនឯងណាខ្ញុំគ្មានណាទៅអូសដៃខ្ញុំនៅមួយមេឃមួយដីណាទៅដាក់ដៃបងប្អូនទៅចុចមិនអញ្ចឹងមេរៀនទី15យើងនិយាយពី trade journal ហើយនឹង review មានន័យថាការកត់ត្រានៅការជួញដូររបស់យើងហើយនឹងការរំលឹកឡើងវិញបាទកំណត់ត្រានឹងវាតម្លៃការជួញដូរមូលដ្ឋានសម្រាប់ការកែលម្អជំនាញយូរអង្វែងបាទអញ្ចឹងមានន័យថាបើយើងគិតគូរអស់ហើយយើង trade អស់ហើយបើយើងអាចបានកត់ត្រានៅប្រវត្តិសាស្ត្រនៃការ trade របស់យើងទេគឺយើងអត់មានទិន្នន័យទេណាអានេះស្មើនឹងការរបាយការណ៍បាទអញ្ចឹងគោលបំណងនៅក្នុងវគ្គសិក្សានេះណាគោលបំណងនៅក្នុងវគ្គសិក្សានេះគឺទី1បងប្អូនយល់ដឹងពីភាពសំខាន់នៃ trade journal តើ trade journal មានសារៈសំខាន់របៀបម៉េចទី2គឺយើងស្គាល់អំពីភាពចាំបាច់នៅក្នុងការកត់ត្រានៃការជួញដូររបស់យើងចំណុចទី3ស្គាល់ពីណា logical បែបវិជ្ជាជីវៈក្នុងការធ្វើ trade បាទចំណុចទី3ពេលដែលយើងចេះហើយយើងមានជំនាញអាចបង្កើតនិងបំពេញ journal ដោយត្រឹមត្រូវយើងអាចវាយតម្លៃ trade outcome មានន័យយើងអាចធ្វើការវាយតម្លៃទៅលើលទ្ធផលដែលកើតចេញអំពីសកម្មភាពការជួញដូររបស់យើងបានត្រឹមត្រូវយើងរកចំណុចដើម្បីយើងធ្វើការកែលម្អអាហ្នឹងជំនាញណាទី1ស្គាល់អីទៅ journal វាសំខាន់យ៉ាងម៉េចហើយយើងធ្វើម៉េចដើម្បីបែបវិជ្ជាជីវៈពេលដែលយើងស្គាល់ហើយយើងអាចយកទៅប្រើវាឲ្យបានត្រឹមត្រូវហើយយើងវាយតម្លៃទៅលើអរិញ្ញាលទ្ធផលនៃការជួញដូររបស់យើងហើយមួយវិញទៀតយើងរកចំណុចដើម្បីយើងធ្វើការកែលម្អបាទចំពោះតើ attitude របស់យើងមានផ្នែកគំនិតទៅតងបេះដូងរបស់យើងទី1យើងស្មោះត្រង់ជាមួយលទ្ធផលខ្លួនឯងទី2យើងមិនលាក់កំហុសទី3យើងមានវិន័យក្នុងការរក្សាកំណត់ត្រាអាហ្នឹងគឺបេះដូងអានេះដៃណាបាទអានេះដៃអានេះ hand អានេះក្បាលអានេះបេះដូងណាអញ្ចឹងវាមាន3ហ្នឹងហើយ H1 H2 H3 អញ្ចឹងមេរៀនមួយវាបង្កប់អា3ហ្នឹងហ្នឹងបងប្អូនអីក៏ដោយចេះហើយយល់ហើយអាចទៅធ្វើកើតអត់ហើយធ្វើនឹងដោយទទួលខុសត្រូវដោយវិន័យអត់អាហ្នឹងមានន័យថាអញ្ចឹងណាបាទយល់អា3ហ្នឹងប្រតិគ្នាអត់អញ្ចឹងអ្វីទៅដែលហៅថាការកត់ត្រា